ត្រីខប្រទេសដៃនេះមកធ្វើញ៉ាំមិនណាជាមុខម្ហូបមួយដែលថាងាយស្រួលធ្វើហើយថែមទាំងចាយលុយអស់តិចថែមទៀតហើយនេះគឺជាគ្រឿងផ្សំរបស់យើងដែលថាមានអញ្ចឹងហើយត្រីខដែលខ្ញុំប្រើនេះគឺជាត្រីខម៉ាក់រ៉ូយ៉ាល់បងប្អូនហើយជិតដល់ចូលឆ្នាំចិនចេះទៀតបងប្អូនមានកម្រងដើរលេងទៅណាអត់សម្រាប់បងប្អូនដែលថាកំពុងមើលវីដេអូនេះហើយថាចង់សំចាយលុយទុកដើរលេងចូលឆ្នាំចិនអីហ្នឹងមុខម្ហូបនេះគឺថាត្រូវម៉ាច់បងប្អូនធ្វើញ៉ាំអស់លុយតិចហើយយើងសំលុយទុកថាដើរលេងចូលឆ្នាំចិនខាងមុខអញ្ចឹងហើយគ្រឿងផ្សំអត់មានអីបើបងប្អូនមានគ្រឿងប្រមាណមុខដែលយើងហាន់មិញទៅហើយយើងមានធៀមជាមួយនឹងខ្ទឹមប្រាំងដែរដែលជាបន្លែដែលថាយើងមិនញ៉ាំតែសាច់សុទ្ធទេបងប្អូនយើងមានបន្លែមានអីដែរអញ្ចឹងឥឡូវនេះគឺគ្រឿងផ្សំរបស់យើងគឺបានហើយបងប្អូនគ្រាន់តែគ្រឿងផ្សំប៉ុណ្្នឹងហើយហ្នឹងយើងអាចយកមកឆាបានទេណាយើងដាក់ជាមួយនឹងខ្ទឹមសប្រេងបន្តិចមកហើយយើងដាក់ជាមួយនឹងសាច់3ជាន់កិនអញ្ចឹងយើងដាក់ប្រើតែកន្លះខាំក៏បាន1ខាំក៏បានដែរឲ្យថាមានជាតិសាច់មានអីនៅក្នុងហ្នឹងហើយយើងបន្ថែមប្រេងខ្យងបន្តិចទឹកប៉េងប៉ោះហើយយើងដាក់ជាមួយនឹងថាម្សៅស៊ុបបន្តិចស្ករសបន្តិចមកតែប៉ុណ្្នឹងមកហើយបងប្អូនហើយយើងដាក់ជាមួយនឹងត្រីខរ៉ូយ៉ាល់យើងចូលហើយសម្រាប់ត្រីខរ៉ូយ៉ាល់នេះផលិតចេញពីត្រីសាឌីនសុទ្ធ 100% បងប្អូនសម្បូរទៅដោយជាតិអូមេហ្គា3ដែលជំនួយទៅដល់ភ្នែកហើយនឹងទៅដល់ខួរក្បាលយើងដែរអញ្ចឹងនិយាយទៅគឺថាបានញ៉ាំល្អមែនតើពេលឆាត្រីខយើងឆ្អិនយើងដូរដាក់ខ្ទះថ្មីមកយើងដាក់ពងមាន់មកគ្រាប់មកយើងដាក់ចូលគ្រឿងដែលយើងបានឆាមិញត្រីខយើងចូលមកបងប្អូនហើយតែប៉ុណ្្នឹងមកពុះថាជះក្លិនឈ្ងុយឡើងពេញផ្ទះហ្មងហើយយើងបន្ថែមគ្រឿងដែលបានយើងហាន់ហើយយើងចូលមកតែប៉ុណ្្នឹងមកបងប្អូនងាយលឿនឆាប់បានញ៉ាំហើយយើងបន្ថែមមានម្ទេសមានអីមកខ្ញុំព្រោះដោយសារខ្ញុំចូលចិត្តម្ទេសមានអីដែរបងប្អូនញ៉ាំខំចំម្ទេសហលឈ្ងុយពីត្រីខជូរអែមចាញ់មកឆ្ងាញ់មែនតើនេះបងប្អូនហើយណាញ៉ាំតែម្នាក់ឯងប៉ុណ្្នឹងថាគ្រប់ហ្មងយើងញ៉ាំជាមួយនឹងបាយក៏បានបើថាខ្ញុំវិញឃើញថាត្រីខប្រទេសដៃអញ្ចឹងដាក់ជាមួយនំប៉័ងបងប្អូនហើយកាន់តែឆ្ងាញ់យើងញ៉ាំម្នាក់ឯងដាក់តែមួយដើមហ្នឹងគ្រប់គ្រាន់មកហ្មងមកថាមកឆ្អែតមកហ្មងញ៉ាំអញ្ចឹងបងប្អូនយកសាភាជោគមួយដាក់ត្រីខពីលើអញ្ចឹងខំចំត្រីខច្រកមួយនំប៉័ងឆ្ងាញ់មែនតើត្រីខរបស់គេនេះជាប្រភេទត្រីខសាឌីនណាបងប្អូនសំខាន់ណាស់ពេលយកមកឆាចេះហើយអូយឆ្ងាញ់មែនតើហើយត្រីខហ្នឹងគេផុយស្រាប់ហើយបងប្អូនអញ្ចឹងពេលដែលយើងបានឆាហើយចេះទៀតដាក់គ្រឿងលឿគ្រឿងលឿអីថាមកអូយញាក់សាច់ហើយត្រីបងប្អូនចំណោះដល់ទៅ425ក្រាមមកបើចាក់ញ៉ាំទៅបានគ្នាច្រើនមែនតើណាបងប្អូនចង់ទិញញ៉ាំអីហ្នឹងឥឡូវហ្នឹងគឺមានលក់គ្រប់សាខារបស់ E-Mart បងប្អូនអាចទៅរកទិញបានហើយត្រីខនេះគឺមានវិញ្ញាបនបត្រ Halal បងប្អូនដែលថាបងប្អូនជនជាតិអ៊ីស្លាមក៏អាចពិសាបានដែរហើយសម្រាប់បងប្អូនដែលមានបំណងចង់ជួយទៅបរិច្ចាគអីហ្នឹងអាចតាក់ទងតាមក្រុមហ៊ុនបានណានេះលេខបងប្អូនហើយសម្រាប់តំណាងចាយយកទៅលក់ត25ខេត្តក្រុងអីហ្នឹងអាចតាក់ទងបានដែរណាបុកម្ទេសសាច់ក្តាមពី Cam Seafood បងប្អូនធ្លាប់តែញ៉ាំបុកកតុយហើយកពីផាវអីចឹងប៉ុន្តែលើកនេះយើងមកញ៉ាំបុកម្ទេសសាច់ក្តាមវិញម្ដងមួយឈុតរបស់គេនេះត្រឹមតែតម្លៃ$19បងប្អូនពេលដែលទិញទៅគឺគេមានឲ្យ Graph Scan ណាដើម្បីយើងប្រវល់ឈ្នះយករង្វាន់បងប្អូនរង្វាន់របស់គេហ្នឹងគឺគេមានឈ្នះរង្វាន់ឈុត$35ឈ្នះបានពងក្តាមសាច់ក្តាមយើងថាយើងយកទៅទុកញ៉ាំអញ្ចឹងឥឡូវនេះគឺខ្ញុំចាប់ផ្ដើមញ៉ាំបុកម្ទេសសាច់ក្តាមសូបពីលើហ្នឹងមកអូយឈ្ងុយមែនតើណាឥឡូវនេះដាក់មួយម៉ាត់សិនឯងបងប្អូននៅតែនំខ្លាំងអូដាក់ជាមួយនឹងបាយទេល្មុតឆ្ងាញ់មែនតើបងប្អូនបងទាជាចេះមកនេះធ្វើការអត់មានពេលវេលាថាធ្វើម្ហូបអីមានតែមួយកែវពីរកែវនៅក្នុងទូទឹកកកទុកចោលបងប្អូនដាក់ជាមួយបន្លែជៀនបងទាអញ្ចឹងនេះរសជាតិឆ្ងាញ់មែនតើដាក់ជាមួយពពាយរបស់យើងមកអូញ៉ាំជាមួយនឹងពងក្តាមម្ដងណាញ៉ាំទៅប៉ះចំពងក្តាមនៅក្នុងហ្នឹងឈប់ស្វិតឆ្ងាញ់ណាអានេះគឺជាបុកម្ទេសពងក្តាមបងប្អូនមានសិប្បកម្មនៅខ្មែររបស់យើងហើយអ្នកដែលផលិតហ្នឹងគឺក៏ជាជនជាតិខ្មែរយើងផ្ទាល់ដែរកម្រិតហឹលរបស់គេហ្នឹងគឺអត់ហឹលខ្លាំងទេហឹលមកល្មមមកពេលដែលយើងដាក់ជាមួយនឹងបន្លែអញ្ចឹងបងប្អូនចាប់ជាតិគ្នាជាមួយនឹងបន្លែហ្នឹងហ្មងនេះបងប្អូនមើលសាច់ក្តាមអូយបងប្អូនចង់កំងយកទៅញ៉ាំអាចកំងតាមเพจរបស់គាត់បានទេបងប្អូនเพจរបស់គាត់ណាបងប្អូនអាចទៅទិញនៅផ្សារក៏បានដែរគាត់មានលក់នៅផ្សារឡាគីផ្សារជីបម៉ុងហើយនិងផ្សារផ្សេងទៀតមានច្រើនណាឥឡូវហ្នឹងប៉ុន្តែបងប្អូនទៅទិញនៅផ្សារហ្នឹងគឺមើលផងដោយសារមានពងក្តាមច្រើនបងប្អូនអញ្ចឹងបងប្អូនមើលលេខកូដទៅលេខកូដគេមានដាក់លេខកូដខ្មែររបស់យើងបងប្អូននេះមានបងប្អូនអាចប្រឌិតមើលក្បាលកូដហ្នឹងទៅហើយបងប្អូនអាចមើលអក្សរដែលគេដាក់ផលិតនៅប្រទេសកម្ពុជារបស់យើងផ្ទាល់ណាអញ្ចឹងអានេះគឺជា brand របស់កូនខ្មែររបស់យើងផលិតនៅក្នុងស្រុកក្តាមគឺក៏នៅក្នុងស្រុករបស់យើងផ្ទាល់ដែរអញ្ចឹងបងប្អូនកុំភ្លេចទិញជួយគាំទ្រផលិតផលនៅក្នុងស្រុកគាត់ប្រាប់ថាដាក់ជាមួយនឹងមីឆ្ងាញ់សាកសិនមើលអូដាក់ជាមួយនឹងមីអញ្ចឹងទៅឆ្ងាញ់មួយយ៉ាងបងប្អូនយើងមិនបាច់យកទៅឆាអីគ្រាន់តែស្រុះមីនឹងឲ្យឆ្អិនមកយើងដាក់ជាមួយនឹងពងក្តាមហ្នឹងមកយើងបានមីញ៉ាំមួយចានឆ្ងាញ់ហ្មង
mà hộp ngánh lướn kem seafood